បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងអានេះគ្រូធ្វើវីដេអូឲ្យបងប្អូនគ្នាមើលបាទកុំឲ្យពេលចូលមេរៀនទី2ទៅយើងផ្លេចមេរៀនទី1អស់អញ្ចឹងពេលតនេះបងប្អូនអាចមើលឡើងវិញបានអញ្ចឹងគ្រូកែលំហាត់ទី1ទៅណាតោះអញ្ចឹងលំហាត់ទី1នេះគេឲ្យយើងចំនួន complex set 1បាទគេឲ្យចំនួន complex set ស្មើនឹងឬការ៉េនៃ3បូក e ឬការ៉េនៃ3បាទគុណនឹងកោស pi លើ3បូក e sin pi លើ3តោះអញ្ចឹងយើងក៏លេខទៅមើលសំណួរកតើសួរមិនដែរសំណួរកនេះអញ្ចឹងសំណួរកគេឲ្យយើងសរសេរសិតជាតម្រងបេក្ខនិតបាទគេឲ្យសរសេរសិតជាតម្រងបេក្ខនិតអញ្ចឹងនៅក្នុងសិតគឺយើងមាន2កន្សោមអានេះគឺជាកន្សោមទី1បាទនេះកន្សោមទី1បាទនេះកន្សោមទី1អានេះកន្សោមទី2អញ្ចឹងកន្សោមទី1របស់យើងគឺជាតម្រងបេក្ខនិតហើយបាទហើយកន្សោមទី2គឺជាតម្រងទៅកើនមៀតអញ្ចឹងសំណួរដែលគេសួរយើងគឺគេឲ្យយើងសរសេរសិតហ្នឹងទៅជាតម្រងបេក្ខនិតវិញអញ្ចឹងនៅក្នុងសំណួរនេះយើងបំបែកកន្សោមទី2ឲ្យទៅជាតម្រងបេក្ខនិតមកហើយយើងពលាតដូចយើងពលាតកន្សោមបេក្ខនិតដែរបាទយើងពលាតធម្មតាទេតោះចឹងមិនឲ្យខាត់ពេលយូរយើងទៅមើលដំណោះស្រាយតោះចឹងសំណួរកបានលំហាត់ទី1បាទ1កបាទ1កគេឲ្យយើងសរសេរសិតបាទសរសេរសិតបាទសរសេរសិតជាតម្រងបាទជាតម្រងបេក្ខនិតបាទជាតម្រងបេក្ខនិតបាទឥឡូវយើងមានសិតបាទយើងមានសិតបាទយើងមានសិតស្មើឬ3បូក e ឬ3បាទសំតោះហើយនេះហើយចឹងតាឲ្យកោសបាទ pi លើ3បូក e sin pi លើ3បាទអញ្ចឹងកន្សោមទី1របស់យើងគឺវាជាតម្រងបេក្ខនិតស្រាប់ហើយអញ្ចឹងយើងត្រូវម្លែងកន្សោមទី2នេះទៅជាតម្រងបេក្ខនិតដែរហើយយើងពលាតតោះអញ្ចឹងយើងមកដំណោះស្រាយទាំងអស់គ្នាអូខេតោះយើងនាំឲ្យ z បាទប្រើឆ្នប់សាកមួយមកចឹងសំទី1យើងអត់ប៉ះពាល់ទេយើងរក្សានៅតែបាទបូក e ឬ3បាទកន្សោមទី2កោស pi លើ3បាទកោស pi លើ3ស្មើ1លើ2បាទពេល e sin pi លើ3ស្មើឬ3លើ2តោះចឹងសំមូលឲ្យចឹងយើងគុណពលាតមកបាទយើងពលាតមកឬ3គុណនឹង1លើ2យើងបានឬ3លើ2បាទចឹងឬ3គុណនឹងឬ3យើងបាន3បាទចឹងឬការ៉េនៃ a គុណនឹងឬការ៉េនៃ a យើងបាន a បាទសាររ៉ាឌីកាល់ដូចគ្នាយើងយករ៉ាឌីកង់គុណមួយរ៉ាឌីកង់មកចឹង a គុណនឹង a បាន a ការ៉េចឹងឬការ៉េនៃ3គុណនឹងឬការ៉េនៃ3យើងបាន3បាទចឹង e ឬបាទសំតោះ3លើ2 e បាទដល់ពេលតួទី2នៃកន្សោមទី1របស់យើងគឺ e ឬ3អញ្ចឹង e ឬ3គុណនឹង1លើ2យើងបាន e ឬ3លើ2បាទយកតួទី1នៃកន្សោមសំទោសយកតួទី2នៃកន្សោមទី1ទៅគុណនឹងតួទី2នៃកន្សោមទី2បាទអញ្ចឹងកន្សោមទី2នៃតួទី2របស់យើងគឺ e ឬ3លើ2អញ្ចឹងឬ3គុណនឹងឬ3យើងបាន3បាទ e គុណនឹង e យើងបាន e ការ៉េអញ្ចឹង e ការ៉េរបស់យើងស្មើដក1បាទយើងបានដក3លើ2តោះអញ្ចឹងបានប៉ុណ្ណឹងហើយគឺយើងបដុំផ្នែកប៉ិតម្ដុំផ្នែកនិមិត្តម្ដុំមកអញ្ចឹងផ្នែកប៉ិតរបស់យើងគឺមានឬ3លើ2និងដក3លើ2បាទអញ្ចឹងអានេះយើងអាចសរសេរភាគបែងរួមទៅសារភាគបែង2ដូចគ្នាបាទយើងបានឬ3ដក3នៅលើ2បាទដល់ពេលផ្នែកនិមិត្តរបស់យើងគឺឬ e ឬ3លើ2និង e សំតោះ e 3លើ2បាទបូកឲ្យ
ý và được 7 buộc 7 លើ 2 បាទចឹងបានជាតម្រងបេក្ខនិតបាទជាតម្រងបេក្ខនិតបាទចឹងដូចនេះបាទដូចនេះ z ស្មើឬ 3 ដក 3 លើ 2 បាទបូក e ឬ 3 ដកសំតោះបូក 3 លើ 2 បាទជាតម្រងបេក្ខនិតបាទជាតម្រងបេក្ខនិតតោះចឹងសំណួរខគេឲ្យសរសេរ z ជាតម្រងត្រីកោណមាត្រវិញបាទខសរសេរ z បាទសរសេរ z ជាតម្រងត្រីកោណមាត្របាទជាតម្រងត្រីកោណមាត្របាទត្រីកោណមាត្រតើអញ្ចឹងការសេសិតជាតម្រងទៅកោណមាត្រគឺយើងអត់យកតម្រងបេក្ខនិតដែលគេឲ្យយើងបំបែកនេះយកមកសេជាតម្រងត្រីកោណមាត្រទេដោយសារ a និង b យើងមើលនេះ a b របស់យើងគឺលេខវាធំពេកវាមិនមែនជាលេខពិសេសឬក៏ជាលេខងាយតោះអញ្ចឹងយើងយកតម្រងដើមមកបាទអញ្ចឹងយើងមានបាទយើងមាន z ស្មើឬ 3 បូក e ឬ 3 បាទកតាឲ្យកោស pi លើ 3 បូក e sin pi លើ 3 តោះអញ្ចឹងយើងមើលកន្សោមទី2របស់យើងនេះគឺវាជាតម្រងត្រីកោណមាត្រស្រាប់ហើយតែកន្សោមទី1នៅជាតម្រងបេក្ខនិតអញ្ចឹងយើងបែកកន្សោមទី1នេះទៅជាតម្រងត្រីកោណមាត្រមកហើយយើងប្រើប្រមាណវិធីគុណចំនួនកំផ្លេចតម្រងត្រីកោណមាត្រតោះអញ្ចឹងកន្សោមទី1នេះខ្ញុំអាចទាញឬ3ជាកតាបានទាញឬ3ជាកតាអញ្ចឹងបានអក្សរ1បូក e បាទកុស pi លើ 3 បូក e sin pi លើ 3 តោះអញ្ចឹងយើងបំលែងចំនួនកំផ្លេច1បូក e នេះទៅជាតម្រងត្រីកោណមាត្របាទទៅជាតម្រងត្រីកោណមាត្រអញ្ចឹងខ្ញុំរក model នៅខាងក្រៅបាទរក model នៅខាងក្រៅអញ្ចឹង model ឃើញប៉ុណ្ណាយើងទាញប៉ុណ្ណឹងបើទាញប៉ុណ្ណាត្រូវចែកប៉ុណ្ណឹងវិញដូចគ្នាដែរអញ្ចឹង model ដែលយើងរកទៅឃើញរឹស2បាទឃើញរឹស2អញ្ចឹងយើងទាញរឹស2មកចឹងកន្លែងនេះយើងបានរឹស2លើ 2 បាទបូក e រឹស2លើ 2 បាទហើយកោស pi លើ 3 បូក e sin pi លើ 3 បាទកន្លែងនេះវាសារអីបាទខ្ញុំsẽកាត់តិចបាទពេលយើងទាញរឹស2ចេញមកយើងបាន1នៅលើបាទរឹស2បូកe នៅលើ1ឬ 2 បាទអញ្ចឹងយើងបំបត្តិ radical ភាគបែងមកទៅបានឬ 2 លើ 2 បូក e បាទឬ 2 លើ 2 បាទហ្នឹងយើងបានប៉ុណ្ណឹងអូខេតោះអញ្ចឹងយើងមើលបាទយើងមើលកន្លែងនេះកុសវិជ្ជមានដែរ sin ក៏វិជ្ជមានដែរអញ្ចឹងអាកុញម៉ងរបស់យើងនៅក្នុងមាត្រាងទី1ហើយបាទនៅក្នុងមាត្រាងទី1ហើយបាទអញ្ចឹងយើងបានបាទយើងនាំឲ្យអញ្ចឹងរឹស3ក៏នឹងរឹស2យើងបានរឹសការ៉េនៃ6បាទសមូលដែរអញ្ចឹងយើងបានកុស pi លើ 4 បូក e sin បាទ pi លើ 4 បាទតើកុស pi លើ 3 បូក e sin បាទ pi លើ 3 តោះអញ្ចឹងយើងប្រើប្រមាណវិធីគុណចំនួនកំផ្លេចតម្រងត្រីកោណមាត្រ
bà chẳng một đi vào chứng nơi đặt này là bà non ai sắt smile được cái này làm muối bà co 2 lượt 4 bà sum top 2 lượt 7 bột 2 lượt 4 bà bột y xin 2 lượt 7 bột 2 lượt 4 ta chẳng những thưa ca kẹn niềm mông là khẳng nông này mà ta chẳng những khơi tha phía bay luôn bảo những cứ đập pì mà phía bay luôn mà những cứ đập pì mà chẳng smart là cái này làm muối tỏi như nằm đâu phía bay luôn mà nó cứ cái bay đập pin chẳng bàn là buôn phái bột bày phái lên đập pì bà bột y xin bà buôn phái bột bày phái lên đập pì cho những bàn và màn mà chẳng buôn bột bấy bằng pờ và những bán có pờ phai lừa đập tí bột y xin một pờ phai lừa đập tùy và trong những bàn chia tầm rộng tới cao miệt này mà tam sầm nào bà chẳng sầm nua cố cái ao dương chuyên cho tầm lại và con này conผมเปิด phai เลยดับปีนังซินผมเปิด phai เลยดับปีต่างจังตำรงไปกันนัดนั่งตำรงไตรกรมิดยังอ่านสกอร์อะไรจังนำไปตีนโดนตำไหลประกอบบ้านดูตาแต่ยังยออ่านตำรงปีนั้นยอหมกเติมขี้บันในไทยยังยอตำรงไปกันนัดหมกเติมจมูกนั่งตำรงไตรกรมิดให้ยังดอกสลายตามจมูกเปลี่ยนปีสมาขี้tớiอันนั้นยังอ่านตีนโดนตำไหลประกอบบอกพี่บ้านnày chẳng sum cầu bà sum cố bà cố tiền rót bà tiền rót đâm lại và cót bà đâm lại và cót bà nấy có phòng bờ hai lửa đập bí nâng xin bà phẩm pơ phai lên tập pì ta chắc những ao tầm rongไปกันนัดนั่งตำรงไตรการเมียดmáu bà lấy đòi bà đòi xét chia tầm rongไปกันนัดยังbạn đọc sai vì chúng nó có những khơi rồi bấy đọ bấy lơ pì bà buộc ý rồi bấy đọ mà đọ bấy lớn lượt pì bà mới tiết sạch bà chứng chia tầm rong tây can miết nhưng khơi rư khare này làm muối bà cái tài có phòng pal hai lượt đập pì bà bố y xin phòng pal hai lượt đập pì bà ok ta chơi như non ảo bà lúc nhưng ai bật liệt rư cái này muối cho bà những bán rư cái này làm muối bà có một bờ hai lửa đập pì bà bột y rư cái này làm muối bà xin một bờ hai lửa đập pì bà chơi như non ảo bà như non áo bà rực bấy đo bay lượt phí bà bột ý rực bấy bà xong to lại đi bột bà bột bấy lượt phí bà sma nắng rực khare này làm muối có phòng pal hai lượt đập phí bà bột ý rực khare này làm muối bà xin phòng pal hai lượt đập phí bà chẳng tam dạ chúng nó một thích pi smart nếu mà những ai kia nhỏ lại có còn per hai lượt đập pi ba này chẳng ai phải bắt smart phải bắt này nhìn mất smart này nhìn bật bà chẳng đi tiền bàn bà cái tiền bán bà cái tiền bán này kia khác bà này bắt bảo dân cư được đây còn muối có không per hai lượt đập pi bà smart đang rư bay đỏ bay lượt pi bà nó pe này nhìn mất bao nhiêu này bà chẳng đưa ra đây bằng muối
sin បាទ7 pi លើ 12 បាទស្មើនឹងរឹស3 បូក 3 បាទលើ 2 តោះបាទអញ្ចឹងយើងទាញរមកបាទនាំឲ្យកោសបាទកោស7 pi លើ 12 បាទកោស7 pi លើ 12 បាទស្មើនឹងរឹស3 ដក 3 លើ 2 រឹស 6 បាទ sin 7 pi លើ 12 បាទស្មើនឹងរឹស3 ដក 3 លើ 2 រឹស 6 បាទចានេះយើងបំបត្តិ radical ចេញពីបែងមកតោះចឹងយើងបានបាទគុណភាគយកនឹងភាគបែងជាមួយនឹងរឹសការ៉េនៃ 6 អញ្ចឹងរឹសការ៉េ 6 គុណនឹងរឹសការ៉េនៃ 3 បានរឹសការ៉េ 18 បាទដក 3 រឹសការ៉េនៃ 6 បាទលើ 12 បាទពោះខាងក្រោមនេះដូចគ្នាដែរយើងបានរឹសការ៉េ 18 ដក 3 រឹសការ៉េ 6 លើ បាទ 12 តោះអញ្ចឹងរឹសការ៉េ 18 យើងអាចបញ្ចេញបានខ្លះហើយតោះចេញយើងបាន3 ឬ 2 ដក ឬ 6 បាទសំតដក 3 ឬ 6 បាទដក 3 ឬ 6 បាទលើ 12 បាទនេះក៏ដូចគ្នាដែរយើងបាន 3 ឬ 2 បូកចេះតែដាក់ដកអញ្ចឹងបាទបូក 3 ឬ 6 បាទលើ 12 តោះអញ្ចឹងយើងអាចទាញ 3 ជាកត្តាឲ្យសម្រួលចោលមកយើងបានរឹស 2 ដក រឹស 6 លើ 4 បាទរឹស 2 បូក រឹស 6 បាទលើ 4 អញ្ចឹងយើងទាញ 3 ជាកត្តាមក 3 មួយ 12 យើងអាចសម្រួលបានបាទនេះគឺជាតម្លៃប្រកបរបស់យើងបាទដែលគេចង់បាននឹងស៊ីន 7 pi លើ 12 និងកុំ 7 pi លើ 12 ចានេះយើងទាញនៅតម្លៃប្រកបបានហើយបាទអញ្ចឹងវីដេអូគ្រូមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ